បាទនិយាយពីមុខម្ហូបមួយមុខនេះខ្ញុំហ៊ាននិយាយថាគឺថាឆ្ងាញ់បាទគឺថាឆ្ងាញ់បងប្អូនគឺមុខម្ហូបសាច់គោដុតប្រឡាក់អំបិលជិលបន្ទាប់ជាមួយដើមចេកបំពងយើងបងប្អូនមើលទស្សនាដូចតទៅបងប្អូននេះឆ្ងាញ់ណាស់បងប្អូនអើយដើមចេកយើងបដោជាមួយខ្លាញ់បំពងបងប្អូនអើយឡើងស៊ុយសឹបជាមួយសាច់គោប្រឡាក់អំបិលម្រេចម្ទេសយើងបាទក្លិនប្រហើរឈ្ងុយឈ្ងប់បងប្អូនអើយនិយាយពីជាតិនោះជាតិមកជាតិហើយបាទបើកតកមាវីដេអូដំបងបងប្អូនអើយដឹងតែឆ្ងាញ់ទៀតដល់ថ្ងៃនេះបងប្អូនដឹងតែឆ្ងាញ់ហើយស្រួលថ្មិញទៀតហើយបងប្អូនពេញលេងហើយបាទបងប្អូនថ្ងៃនេះមានមុខម្ហូបប្លែកបងប្អូនចែកជូនបងប្អូនទស្សនាបាទបងប្អូនចាំតាមដានវីដេអូខ្ញុំទាំងអស់គ្នាបងប្អូនចាំតាមដានពីដើមរហូតដល់ចប់បាទបងប្អូនបានដឹងបាទបងប្អូននេះគឺមុខម្ហូបបាទគឺបំពងសាច់គោប្រឡាក់គ្រឿងបាទជាមួយដើមចេកបាទដើមចេកគេហៅហ្នឹងគឺម្ហូបមុខម្ហូបជប៉ុនបាទមុខជប៉ុនគេហៅមុខម្ហូបស្ទិចស្អីគេនោះបងប្អូនដែលខ្ញុំអត់ចេះហៅបាទគឺមុខម្ហូបជប៉ុននេះគឺបងប្អូនខ្ញុំដាក់បដោដើមចេកមុនឥឡូវនេះខ្ញុំចាប់ផ្ដើមហាន់វាខ្ញុំកាត់កង់វែងពេកដាក់ចូលកាទះទេបាទគឺដើមចេកបាទដើមចេកណាំវ៉ាយើងបាទគឺយើងយកតាខ្ចីទេបាទខ្ញុំយកតាខ្ចីទេដើម្បីយកមកបំពងបាទឥឡូវផ្ទះយើងក៏ក្តៅហើយខ្ញុំចាប់ដើមបាក់បំពងបន្ទាប់ពីខ្ញុំដាក់បំពងហើយបងប្អូនតនេពីបំពងដើមចេកហ្នឹងបងប្អូនគឺខ្ញុំមានការងារមួយធ្វើទៀតបាទមានការងារទៀតអត់តនេទេបាទគឺយើងផ្សំគ្រឿងដើម្បីធ្វើទឹកជ្រលក់បាទនេះគឺខ្ញុំដាក់ម្ទេសបាទម្ទេសចូលគឺម្ទេសខៀវទេបាទអត់ដាក់ម្ទេសក្រហមទេខ្ញុំដាក់ម្ទេសខ្ចីបាទម្ទេសខ្ចីតែមានម្ទេសខ្ចីមានកទឹមសកទឹមក្រហមបាទបន្ទាប់មកគឺខ្ញុំចាប់ដើមបុកវាធ្វើការបុកបាទបុកវាឲ្យដិបអញ្ចឹងទៅបាទតន់ដើមចេកយើងនៅក្នុងកាទះកំប៉ុងរបន្តឲ្យក្រៀមបាទតមកខ្ញុំដាក់ស្គរបៃជែងបាទស្គរបៃជែងគ្រឿងផ្សំយើងបងប្អូនដឹងហើយមិនបាច់រៀបរាប់ប្រាប់ទៀតទេបងប្អូនមានប្រេងខ្យងប្រេងកញ្ចៅគឺធ្វើទឹកជ្រលក់បាទធ្វើទឹកជ្រលក់អំបិលម្ទេសទឹកត្រីបាទទឹកត្រីកោះកុងក៏បានដែរបាទបងប្អូនគេហៅទឹកត្រីកោះកុងក៏បានតែខ្ញុំធ្វើរៀងគោកទេបាទខ្ញុំយកមកបន្ទាប់ជាមួយទៅយកដើមចេកយើងបាទដើមចេកហ្នឹងយើងបំពងឲ្យក្រៀមបាទបងប្អូនឲ្យក្រៀមឲ្យស្ទន់បាទគឺឆ្ងាញ់ណាស់បងប្អូនមានរសជាតិគឺឆ្ងាញ់បាទសំបីតែអេដមីនបញ្ចូលសម្លេងហ្នឹងក៏ស្រក់ទាំងមាត់ទៀតដែរបងប្អូនស្រក់ទឹកមាត់នៅពេលបញ្ចូលក៏រត់តែឃើញបាទគឺឆ្ងាញ់មែនដើមចេកបងប្អូនអាចធ្វើតាមខ្ញុំបាទយកបន្ទាប់ជាមួយសាច់គោប្រឡាក់គ្រឿងអំបិលម្រេចយើងបាទអំបិលម្រេចរ៉ូឌីបាទអំបិលរ៉ូឌីបងប្អូនចាំតាមដានទស្សនាវីដេអូនេះឲ្យតាំងពីដើមរហូតដល់ចប់បាទបន្ទាប់មកនេះបងប្អូនការផ្សំគ្រឿងរបស់ខ្ញុំគឺខ្ញុំច្របាច់ក្រូចទេបងប្អូនច្របាច់ក្រូចដាក់បន្ទាប់មកខ្ញុំដាក់ទឹកត្រីបន្តិចឲ្យវាមានក្លិនឈ្ងុយបាទដាក់បន្តិចទេដើម្បីឲ្យខ្ញុំទឹកជ្រលក់ហ្នឹងខ្ញុំធ្វើផុកបាទខ្ញុំធ្វើអត់រាវទេខ្ញុំធ្វើឲ្យផុកបាទផុកបងប្អូនហើយប្រើម្ទេសខ្ចីបាទបងប្អូនចង់ប្រើម្ទេសទុំក៏បានចង់ប្រើម្ទេសខ្ចីក៏បានដែរប៉ុន្តែខ្ញុំប្រើម្ទេសខ្ចីបាទម្ទេសវាមិនខ្ចីពេកទេវារាងចាស់ដែរតែយើងប្រើម្ទេសខ្ចីវារាងខៀវបាននេះទឹកជ្រលក់បាទបងប្អូនដោយសារកាមេរ៉ាមានអ្នកកាន់ឲ្យយើងវាក់ចាំបន្តិចបងប្អូនឥឡូវនេះខ្ញុំចាប់ដើមភ្លក់បងប្អូនរសជាតិឆ្ងាញ់មែនបងប្អូនជូរអែមបាទជូរអែមហឹលបាទបងប្អូននេះបន្ទាប់ពីខ្ញុំបុកគ្រឿងហើយបងប្អូនបន្ទាប់ពីបុកគ្រឿងហើយក៏គ្មានពេលទំនេរទៀតដែរបងប្អូនគ្មានពេលទំនេរទេបងប្អូនគឺយើងយកចានមកដាក់សាច់គោយើងបាទសាច់គោមកប្រឡាក់ម្រេចនិងបារ៉ូឌីបាទប្រឡាក់វាចូលគ្រឿងបន្ទាប់ពីហ្នឹងនេះបងប្អូននេះគឺបារ៉ូឌីបាទកាត់វាចាក់ចូលប្រហែលជាកន្លះខ្ចប់បានបងប្អូនមិនបាច់ដាក់ច្រើនពេកទេបងប្អូនប្រឡាក់ដើម្បីឲ្យវាសប់សាច់ដើម្បីឲ្យវាកុំឲ្យវាឆ្អាបឆ្អោកបាទកុំឲ្យវាឆ្អាបហើយយើងបំពងហើយក៏វាមិនខ្ចាយខ្លាញ់ដែរបាទដោយសារនេះបងប្អូនឥឡូវដើមចេករបស់យើងក៏បានចង់ក្រៀមខ្លះដែរបងប្អូននេះឥឡូវខ្ញុំប្រឡាក់គ្រឿងហើយខ្ញុំទុកវាម្ដុំបាទប្រឡាក់ហើយទុកម្ដុំតោះតែស្រង់ដើមចេកហ្នឹងចេញបានយកសាច់គោទៅបដោបាទសាច់គោបងប្អូនចង់ឲ្យឆ្អិនក៏បានមិនបាច់ឆ្អិនក៏បានដែរប៉ុន្តែខ្ញុំឲ្យនៅឈាមទេបាទឈាមបានឆ្ងាញ់ផ្អែមបងប្អូនដោយសារតែខ្ញុំបំពងដើមចេកមុននេះគឺដើមចេកវាក្តៅដល់ពេលខ្ញុំបំពងមុនគឺដើមយើងយកមកស្រង់ទុកនៅក្នុងកញ្ច្រែងគឺទុកមួយសន្ទុះឲ្យត្រជាក់ទៅស្រួលហូបបាននៅក្តៅតិចក៏បានដែរបងប្អូនចង់នៅក្តៅតិចក៏បានដែរប៉ុន្តែដើមចេកក្តៅងុំណាបងប្អូនដើមចេកក្តៅងុំណាស់បានអញ្ចឹងបាននេះបងប្អូនអើយដាក់ទឹកចាយខ្លាញ់លាកលើខ្ញុំបាទប៉ុន្តែខ្ញុំនៅតែទ្រាំធ្វើវីដេអូចែកជូនបងប្អូនទស្សនាបាទពេលហ្នឹងកំពុងតែចុកបងប្អូនឈឺណាបងប្អូនកាហាយស្រក់លើមេជើងនិងកន្លែងខ្មងជើងបានឈឺណាស់បងប្អូនតែខ្ញុំចេះតែទ្រាំទេបងប្អូនឡើងពើកជើងហើយបងប្អូនខ្ចាយខ្លាញ់លើបងប្អូននេះឥឡូវខ្ញុំចាប់ផ្ដើមប្រែសាច់របស់យើងបងប្អូនអានេះគេហៅថាមុខម្ហូបស្ទិចអីគេនោះម្ហូបស្ទិចម្ហូបជប៉ុនបាទម្ហូបជប៉ុនបងប្អូនប៉ុន្តែខ្ញុំអត់ឲ្យឆ្អិនទេបាទនេះបងប្អូនតំណងណាបងប្អូនខ្ញុំឲ្យនៅឈាមបាទខ្ញុំឲ្យនៅឈាម
ថ្ងៃហ្នឹងក៏ចំណាយលុយអស់ចំនួន25,000បាទទិញសាច់គោបាទគ្រឿងបន្លែផ្សំយើងគឺអត់អស់លុយទេបាទគឺបេះក្រោយផ្ទះបាទបេះក្រោយឆ្អិនហើយបងប្អូនឆ្អិនហើយបាទឆ្អិនហើយនេះ step បាទនេះគេហៅថាមុខម្ហូប step នេះគឺរឿងដើមជ័យយើងនេះណែមកលើជ្រុញមកអូក្តៅដៅនេះបងប្អូនទឹកជ្រលក់ដល់ខ្ញុំធ្វើមិញហើយតោះមកដាក់កាពិបន្តិចដាក់កាពិបាទមិញដាក់កាពិនេះដាក់បន្តិចទៅដើម្បីវាឈ្ងុយបាទកាពិមកអូទឹកជ្រលក់នេះមើលមកតោះមកហាន់បងប្អូននេះ step យើងបងប្អូនអូយ៉ានេះអានឹងមិនឲ្យចាត់ពេកទេបងប្អូននេះសាក់នេះមើលបងប្អូនអូគឺទំនោរអេមបងប្អូនអាប់គឺem em à em à chuyện nào bỏ thôi em chuyện mà treo bọn ơi đẩy máu lươn đấy
cho mình bên này có rebab bài